មេកំណាចមែនហើយខ្ញុំជាមេកំណាចធ្វើមិនទៅបើស្រីស្រឡាញ់ខ្ញុំខ្លាំងម្ល៉េះវីរៈបុរសរបស់ខ្ញុំមិនចូលចិត្តខ្ញុំមិនចេះទេគ្រោះថ្នាក់តែមកដល់ដោយមិនដឹងខ្លួនអញដឹងថាខ្ញុំជាម្នាក់ទេខ្ញុំគិតតែចិត្តទៅមិនរួចតែដល់ខ្ញុំបានសប្បាយចង់អញជាសប្បាយចិត្តអញពូកែតែខាងនិយាយឬពូកែរីដែរទាំងពីរម្ខាងធ្វើឲ្យគេតែដៃហើយម្ខាងទៀតគឺត្រូវរងកណ្ដាប់ដៃលូស៊ីហ្វឺប្រយ័ត្នខ្លួនលូស៊ីហ្វឺកុំបារម្ភអីសេស្អាតទុកឲ្យខ្ញុំចាត់ការចុះបើពួកយើងទៅញ៉ាំអីជាមួយគ្នាពិតមែនហាសនៅឯណាទៅកន្លែងណាដែលអូនទៅតែសុំមិនមែនហាយទេគូទៅតែញ៉ាំណែបើពួកអញនិយាយគ្នារួចរាល់ហើយតើយើងអាចចាប់ដើមពីគ្នាបានទេលូស៊ីហ្វឺគេមានកំភ្លើងធម្មតាស្រីស្អាតណែពួកឯងចាប់ដើមទៀតហើយមែនទេតោះក្រោកឡើងខ្ញុំប្រាប់ថាក្រោកឡើង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 ខ្ញុំប្រាប់ថាក្រោកឡើង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 ថាសោះឯងត្រូវសរសេរតែងសេចក្តីអំពីឪពុករបស់ឯងតើឪពុករបស់ឯងធ្វើការអ្វីដែរឪពុករបស់ខ្ញុំគាត់ប្រកាសជាវីរៈបុរសរបស់ឯងហើយមែនទេបាទវីរៈបុរសតិចចេញអូសុំទោសផងមនុស្សមកសុំទោសណាបាទស្រឡាញ់កូនខ្លាំងណាស់កូនសម្លាញ់តែប៉ាមិនអាចនិយាយទូរស័ព្ទបានទេ
ដូចតែគេធ្លាប់និយាយថាកុំមើលទូរស័ព្ទពេលបើកបរត្រូវផ្ដោតអារម្មណ៍លើផ្លូវនិយាយហើយកូនសម្លាញ់គេចចេញកុំស្រែកអីសូមឲ្យមានថ្ងៃដ៏ល្អហើយវល់ធម៌សប្បាយចិត្តទេ